សួស្តីបងប្អូនទាំងអស់គ្នាចាបន្តជួបនឹងគ្រូក្នុងវីដេអូមួយទៀតយើងនិយាយទៅលើប្រព័ន្ធសមីការ degree ទី1មាន2អញ្ញត្តិចាអធិស្ឋានមាន2អញ្ញត្តិត្រង់នេះអ្នកគ្រូខុសចាមាន2អញ្ញត្តិគឺ x និង y បងចាមាន2អញ្ញត្តិ x និង y ក្នុងការដោះស្រាយពីនេះយើងប្រើវិធីបូកម្ដងចាប្រើវិធីបូកបំបត្តិបូកទៅឲ្យវាបាត់ដោយសារ2អញ្ញត្តិចាអញ្ចឹងកុំឲ្យយូរអូនមកមើលលំដាប់លំដោយនៃការធ្វើរបស់យើងអ្នកគ្រូមានឧទាហរណ៍ប្រព័ន្ធសមីការរបស់យើងទី1យើងនេះគឺ 7x ដក 2y ស្មើ21ចាដល់ពេលសមីការទី2របស់យើងគឺ 2x បូក 2y ស្មើ6តោះវិធីបូកបំបត្តិអញ្ចឹងដើម្បីឲ្យបាត់តតែមេគុណវាមិនគ្នាដែរអូនចាមេគុណនេះត្រូវផ្ទុយគ្នា1បូក1ដកឧទាហរណ៍បានអ្នកគ្រូមានចំនួនrelative ដក6ដើម្បីឲ្យបាត់វាបូកប៉ុន្មានអូនចាបូក6ទី1ទាំងអស់គ្នាអូនត្រូវមើលទៅលើប្រព័ន្ធសមីការយើងទៅលើមេគុណ x និងមេគុណ y តោះអូនមើលមេគុណ x ប្រព័ន្ធសមីការទី1យើង7អាទី2 2ផ្ទុយគ្នាអូនអត់ទេមើល y សិនដក2ហើយនឹងបូក2ផ្ទុយគ្នានៅចាអញ្ចឹងបើមានមេគុណណាមួយក្នុងចំណោមទាំងពីរហ្នឹងរវាង x ហើយនិង y ហ្នឹងវាផ្ទុយគ្នាហើយយើងប្រើវិធីបូកបំបត្តិបានហើយមកអូនអញ្ចឹងពេលនេះគឺយើងមានហើយគឺមេគុណ y យើងវាផ្ទុយគ្នាសួរថាមើលមិនដឹងផ្ទុយវាផ្ទុយគ្នាមួយបូកមួយដកបើមួយដកមួយទៀតដកមិនអស់បើមួយដក8មួយទៀតបូក8វាអស់ចាអញ្ចឹងដោយសារតែមេគុណ y របស់យើងវាផ្ទុយគ្នាហើយយើងប្រើវិធីបូករបស់យើងមកបូកបំបត្តិរបស់យើងមកចាអញ្ចឹង7បូក2នេះគឺ9 x យើងបូកតែមេគុណដក 2y បូក 2y អស់អត់មានមកដាក់ 0y ណាឯណា 0y y 0ជាមេគុណរបស់ y បើវា0គុណទៅ0អស់ហើយចាអញ្ចឹង21បូក6របស់យើងគឺឃើញ27តោះយើងរកតែ x តាអូនអញ្ចឹង x យើងស្មើ3ចា27ចែកនឹង9នេះស្មើ3តោះយើងឃើញ x ហើយអញ្ចឹងយើងយក x យើងហ្នឹងទៅរកណាគេម្ដងចាទៅរក y អញ្ចឹងយក x ស្មើនឹង3របស់យើងនឹងចំនួនអូនចង់ចំនួនចូលណាចំនួនទៅសេតអូនទេមើលណារៀងស្រួលchứជាមួយចូលអាហ្នឹងមេគុណតូចជាងខ្សែចិត្តអូនគិតឥឡូវនេះគូជាមួយចូលទី1នេះគូសេទី1មកដោយសារសមីការយើងប្រព័ន្ធយើងវាមាន2អញ្ញត្តិយើងត្រូវរក2ដែរគឺ x ផង y ផងឥឡូវ 7x x យើងប៉ុន្មានអូនចាស់ x យើង3អញ្ចឹង7គុណនឹង3ដក 2y ស្មើ21អានេះឃើញ21ចាដក 2y ស្មើ21តោះយើងបាត់21ទៅបាត់នឹងជាដកអញ្ចឹង21ដក21 0ចាយើងរកតែ y ទេ y ជាប់ដក2អញ្ចឹងបាត់វាចែកអញ្ចឹង0ចែកដក2គឺឃើញ0ចាអញ្ចឹងអូនចាប់ឲ្យតលំនាំក្នុងការដើររបស់យើងវិធីបូករបស់យើងនឹងចាឥឡូវយើងដូចនេះសិន x យើងស្មើ3 y យើងស្មើ0ចាជាចម្លើយប្រព័ន្ធសមីការយើងអញ្ចឹងគ្រូចង់បញ្ជាក់ពីនីតិវិធីក្នុងការធ្វើណាអូនគឺអូនត្រូវតែសង្កេតមើលលើមេគុណអូនត្រូវតែសង្កេតមើលទៅលើមេគុណ x ជាមួយមេគុណ x មេគុណ y ជាមួយមេគុណ y มันអាចយក x មកប្រៀបមួយ y ណាព្រោះអត្ថ័យខុសគ្នាយើងកណនាមិនបានចាអញ្ចឹងសង្កេតមើលឲ្យរកអាណាដែលផ្ទុយគ្នាហើយបញ្ជាក់ផ្ទុយគឺសញ្ញាវាផ្ទុយគ្នាលេខដូចគ្នាគឺចំនួនផ្ទុយគ្នាបើដក2មួយទៀត2បើមួយ5មួយទៀតដក5ផ្ទុយគ្នាអញ្ចឹងបើមេគុណគូណាមួយវាផ្ទុយគ្នាយើងធ្វើបានទីបូកបំបត្តិតែម្ដងចាអាហ្នឹងករណីមេគុណយើងគេដាក់មកដូចគ្នាហ្មងផ្ទុយគ្នាមានស្រាប់ឥឡូវអ្នកគ្រូមានឧទាហរណ៍មួយទៀតចាអូនមើលឧទាហរណ៍ទី2របស់យើងនេះតើមានមេគុណណាផ្ទុយគ្នាឬនៅអូនជួយឆ្លើយក្នុងឆាតអ្នកគ្រូផងតោះមេគុណ x យើងប៉ុន្មានខ្លះអូនចា1 5 1ដក1ផ្ទុយគ្នាអូនចាអត់ទេផ្ទុយទាំងសញ្ញាផ្ទុយគ្នាហើយលេខវាដូចគ្នាហ្នឹងណាចាដល់ពេលអានេះ2 3ក៏អត់ដែរបើមានផ្ទុយគ្នាយើងបូកបំបត្តិហ្មងចុះបើអត់នឹងធ្វើម៉េចបើអត់នឹងធ្វើឲ្យវាផ្ទុយហ្នឹងទៅណែចាអូនមើលហើយអូនមានសិទ្ធិគុណចូលគុណប្រមាណក៏បានដើម្បីឲ្យមេគុណវាផ្ទុយគ្នាអញ្ចឹងអ្នកគ្រូសង្កេតមើលទូ x នេះចាអានេះវាមាន5អានេះវាមានដក1យើងមានសញ្ញាខុសគ្នាមួយអញ្ចឹងអ្នកគ្រូ
គុណតាគុណសម័យកាលណានឹងម៉ានបែបបានផ្ទុយគ្នាចាគឺទៅគុណសម័យកាលទី2នេះនឹង5យើងគុណ5ចូលទៅចេញដក5ផ្ទុយនឹង5ខាងលើហើយអញ្ចឹងអ្នកគ្រូទុកសម័យកាលទី1នៅដដែលគឺ 5x បូក 2y ស្មើ12ចាដល់ពេលអានេះអាទី2នេះគឺអ្នកគ្រូគុណ5ចូលអញ្ចឹងទៅជាដក 5x គុណ5ចូលមកទៀតគុណគ្រប់តួទាំងអស់ចាមិនទៅជាបូក 15y ស្មើអូនគុណទៀតនេះ5គុណនឹង1នេះចាគឺឃើញ5ជាសមីការទី2របស់យើងតើអូនសង្កេតមើលមានគុណផ្ទុយគ្នានៅនេះមានណាយើងខំគុណបញ្ចូលផ្ទុយគ្នាអញ្ចឹងវាសាមញ្ញទេបើវាមិនទាន់ផ្ទុយគ្នាយើងធ្វើឲ្យផ្ទុយគ្នាហើយធ្វើវិធីណាទៅគឺវិធីគុណចូលអញ្ចឹងវាសាមញ្ញទេបើវាមិនទាន់ផ្ទុយគ្នាយើងធ្វើឲ្យវាផ្ទុយគ្នាទៅហើយធ្វើមិនបានគឺយើងគុណចូលយើងមានសិទ្ធិគុណចូលគុណប្រមាណក៏បាននឹងសមីការណាមួយក៏បានឲ្យតែបានមេគុណវាផ្ទុយគ្នាតោះយើងចាប់តាមបូកបាត់ដក 5x បូក 5x អស់ចាអញ្ចឹង2នេះបូក 15ចា2នេះបូក 15របស់យើងនេះស្មើ 17y អូខេ2បូក 5 សំទោស12បូក 5នេះគឺយើងស្មើ15 17តើយើងរកដល់ y តាចាចែកនឹងប៉ុន្មានអូនចា17ចែក17ស្មើ1តើឃើញ y ហើយអញ្ចឹងឃើញ y នៅខ្វះណាគេអូនខ្វះ x អញ្ចឹងអូនយក y ហ្នឹងទៅជំនួសអូនតោះអូនចង់ជំនួសចូលទីណាជំនួសចូលទីណាសេចក្ដីអូនណានិយាយគ្នាហើយនេះគូខ្ជិលគិតច្រើនជំនួសចូលទី1ហ្មងណាជំនួសចូលទីណាអូនសេទីហ្នឹងមកសមីការទី1របស់យើងមកតោះ 5x នៅដដែលបូក2ហើយ y យើងឃើញប៉ុន្មានអូន y យើងឃើញ1ដាក់1ចូលប្លុកអញ្ចឹង 5x 2គុណ1 2យើងបាត់2ហ្នឹងមិនទៅជាដក2សល់10x យើងស្មើ2ចាបាត់មេគុណ5នេះយើងចែកនឹង5 10នេះចែកនឹង5ដែរចាអញ្ចឹងជាបានចម្លើយយើងហ្នឹងគូចម្លើយរបស់យើងហ្នឹងគឺ x ស្មើ2 y យើងស្មើ1ជាចម្លើយប្រព័ន្ធសមីការយើងចាអញ្ចឹងគន្លឹះរបស់យើងហ្នឹងសង្កេតលើមេគុណណាអូនបើមេគុណផ្ទុយហើយគឺយើងបូកបំបត្តិទៅបើមិនទាន់ផ្ទុយទេគឺយើងប្រើវិធីគុណបញ្ចូលឲ្យវាផ្ទុយគ្នាហើយយើងកណនាមកចាអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា